វីដេអូខ្ញុំចំហុយត្រីក្រហមលើកមុនមានបងប្អូនគាត់ចូលចិត្តគាត់មើលច្រើនម្ដងនេះខ្ញុំធ្វើចំហុយត្រីក្រហមម្ដងទៀតចំហុយត្រីក្រហមយើងអត់មានខុសគ្នាច្រើនទេបងប្អូនគ្រាន់ថាយើងមានគ្រឿងប៉ុណ្ណាយើងដាក់ប៉ុណ្្នឹងទៅបើយើងមានគ្រឿងគ្រប់យើងក៏យើងដាក់តាមហ្នឹងទៅចំហុយត្រីអ្វីដែលខ្វះអត់បានគឺមីសួរឆ្ងាញ់ខ្ញុំចូលចិត្តមានមីសួរដាក់ចំហុយមួយត្រីពេលចេញជាតិពីត្រីទៅគឺថាជាតិហ្មងគ្រឿងក្រៅដែលមានថ្ងៃនេះខ្ញុំដាក់មីសួរហើយនឹងពពុះសណ្ដែកផ្សិតខ្មៅនិងខ្ញុំស្រស់វាឲ្យទន់ហើយបានខ្ញុំយកមកលាយគ្នាទឹកស៊ីអ៊ីវនឹងយើងលាយគ្រឿងប្រេងខ្យងរ៉ូឌីបន្តិចទៅប៊ីចេងស្ករយើងភ្លក់តាមចំណូលចិត្តហើយយើងចាក់វាជាមួយត្រីឲ្យវាមានជាតិហើយយើងលាយទុកវាលាយមួយគ្រឿងដែលយើងផ្សំហើយខ្លះហ្នឹងហើយទុកបន្តិចចាំចាក់ពីលើខ្ញុំដាក់មួយប្រេងស្ដាយយើងធម្មតាបន្តិចដែរដើម្បីឲ្យវាទន់ណាវាមានជាតិប្រេងវាទន់បន្លែនិងទន់សាច់នឹងដាក់ម្រេចដើម្បីឲ្យឈ្ងុយយើងលាយគ្រឿងរួចហើយយើងដាក់ចូលទៅក្នុងឆ្នាំងដែលយើងចំហុយហ្នឹងយើងទុករយៈពេល40នាទីដើម្បីឲ្យសាច់យើងឆ្អិនល្អទាំងក្នុងទាំងក្រៅគ្រឿងក្រៅហ្នឹងយើងដាក់ពីក្រោមត្រីពេលណាដែលយើងចំហុយទៅត្រីហ្នឹងគឺវាស្រក់ទឹកទៅក្រោមជាតិអីហ្នឹងវាទៅនៅជាមួយក្រោមគ្រឿងខាងក្រោមឆ្ងាញ់ជាតិគ្រឿងយើងភ្លក់មុននឹងដាក់ហ្នឹងក៏បានដែរយើងភ្លក់ដាក់តាមចំណង់ចិត្តដែលយើងចង់បានសាប្រៃផ្អែមអីយើងដាក់តាមហ្នឹងទៅគ្រឿងដាក់លាយថ្ងៃនេះល្មមឆ្ងាញ់បើសិនជាយើងចង់បានដាក់បន្ថែមរសជាតិនេះយើងដាក់គ្រឿងទឹកជ្រលក់នៅខាងក្រៅអរគុណបងប្អូនដែលបានចូលមើលវីដេអូខ្ញុំ